សួស្តីបងប្អូនអរគ្នាថ្ងៃមុនយើងបានរៀនរួចមកហើយអំពីរបៀបរៀបចំគោលដៅឆ្លាតវៃហើយថ្ងៃនេះខ្ញុំចង់ណែនាំបងប្អូនទាំងអស់គ្នាអំពីរបៀបប្រើប្រាស់សៀវភៅ GP Planner នៅក្នុងសៀវភៅ GP Planner បន្ទាប់ពីបានសិក្សាអំពីគោលដៅឆ្លាតវៃយើងមានកន្លែងសម្រាប់បងប្អូនរៀបចំគោលដៅប្រចាំឆ្នាំដូច្នេះនៅក្នុងការរៀបចំគោលដៅប្រចាំឆ្នាំយើងមាន10ចំណុចសម្រាប់ឲ្យបងប្អូនរៀបចំហើយខ្ញុំនឹងណែនាំអំពីរបៀបដាក់គោលដៅទាំង10នោះថាតើបងប្អូនគួរដាក់យ៉ាងម៉េចហើយរៀបចំយ៉ាងម៉េចអញ្ចឹងសូមទៅមើលនៅក្នុងទំព័រនៃគោលដៅប្រចាំឆ្នាំរបស់បងប្អូនទាំងអស់គ្នាទី1គឺសញ្ញាគ្រីសបងប្អូនមើលនៅក្នុងសញ្ញាគ្រីសនេះ1ហើយមានសញ្ញាទ្រង់ជ្រូកហើយនឹងដាក់ថាសរសេរគោលដៅរបស់អ្នករបៀបដែលបងប្អូនធ្វើលើកដំបូងគឺបងប្អូនសរសេរគោលដៅទាំងអស់ដែលបងប្អូនមាននៅក្នុងឆ្នាំហ្នឹងអញ្ចឹងសូមសរសេរចុះសិនមកថាបងប្អូនចង់ធ្វើអីសូមដាក់អស់ពីគោលដៅទី1ចូលគោលដៅទី2អស់ពីគោលដៅទី2ចូលគោលដៅទី3ចូលបន្តមករហូតដល់ទាំង10គោលដៅដែលបងប្អូនដាក់ហ្នឹងហើយនេះបានយើងដាក់ត្រឹមតែ10ដោយសារតែបើសិនជាដាក់លើសពីហ្នឹងក៏យើងពិបាកក្នុងការសម្រេចដែរដូច្នេះតាមការស្រាវជ្រាវរកឲ្យឃើញថាគោលដៅ10នេះជាគោលដៅសមល្មមសម្រាប់ឲ្យបងប្អូនដាក់អញ្ចឹងអាចដាក់ពី7ទៅ10ជាគោលដៅល្អហើយបន្ទាប់ពីបងប្អូនបានសរសេរគោលដៅរួចហើយនៅត្រង់កន្លែងសញ្ញាទ្រង់ជ្រូកគឺសម្រាប់ឲ្យបងប្អូនកំណត់អត្ថិភាពនៅលើគោលដៅនីមួយៗថាគោលដៅមួយណាសំខាន់ជាងគេបើសិនជាបងប្អូនសរសេរចុះនៅតាមលីសទាំងអស់ហ្នឹងហើយមើលឃើញថាគោលដៅមួយនេះសំខាន់ជាងបងប្អូនអាចដាក់លេខ1បើសិនជាគោលដៅមួយទៀតអូថានេះមិនមែនជាគោលដៅសំខាន់ទេអញ្ចឹងសូមរកគោលដៅសំខាន់ទី2សិនអញ្ចឹងបងប្អូនអាចបង់លេខ1លេខ2លេខ3លេខ4លេខ5ហើយយើងដឹងថាអូខេគោលដៅទី1សំខាន់របស់ខ្ញុំគឺជាគោលដៅណាសម្រាប់សញ្ញាគ្រីសនៅដើមដំបូងនៃគោលដៅនីមួយៗគឺប្រើសម្រាប់នៅពេលដែលបងប្អូនបានជោគជ័យនៅលើគោលដៅទាំងនោះអញ្ចឹងបើសិនជាបងប្អូនបានជោគជ័យហើយសូមគូសសញ្ញាគ្រីសចំណុចបន្ទាប់ពាក់ព័ន្ធជាមួយនឹងត្រីមាសនៅចំហៀងខាងស្ដាំបងប្អូនមើលឃើញថាមានពាក្យថាត្រីមាសហើយមានប្រឡោះសម្រាប់បងប្អូនអាចបំពេញអញ្ចឹងត្រង់នេះគឺនិយាយអំពីតាគោលដៅដែលបងប្អូនមានកម្រោងធ្វើហ្នឹងបងប្អូននឹងធ្វើនៅត្រីមាសទីប្រមាណចាប់ផ្ដើមធ្វើត្រីមាសទីប្រមាណបើសិនជាចាប់ផ្ដើមធ្វើនៅត្រីមាសទី1សូមដាក់ត្រីមាសទី1បើសិនជាចាប់ផ្ដើមធ្វើនៅត្រីមាសទី2សូមដាក់ត្រីមាសទី2ហើយសូមឲ្យប្រកាសថាយើងដាក់ពេលវេលាបានល្អប្រសើរបានច្បាស់លាស់សូមឲ្យប្រកាសថាយើងដាក់ពេលវេលានៃការធ្វើគោលដៅរបស់បងប្អូនអរគ្នាតាមពេលវេលានិងត្រីមាសដែលត្រឹមត្រូវបន្ទាប់ពីបងប្អូនបានបំពេញគោលដៅទាំង10របស់បងប្អូននៅក្នុងគោលដៅប្រចាំឆ្នាំហើយនៅទំព័របន្ទាប់នឹងបង្ហាញអំពីគោលដៅលម្អិតជានៅក្នុងគោលដៅលម្អិតមាន4ចំណុចទៀតដែលបងប្អូនត្រូវសរសេរចុះមានន័យថាបងប្អូនយកគោលដៅនីមួយៗនៅក្នុងគោលដៅប្រចាំឆ្នាំរបស់បងប្អូនដើម្បីយកមកដាក់នៅក្នុងគោលដៅលម្អិតទី1គឺជាគោលដៅរបស់បងប្អូនសូមសរសេរចុះគោលដៅឆ្លាតវៃរបស់បងប្អូនគោលដៅឆ្លាតវៃយើងនឹកចាំថាយើងមានអីខ្លះមានជាក់លាក់អាចវាស់វែងបានអាចសម្រេចបានជាប់ពាក់ព័ន្ធជាមួយនឹងគោលដៅធំរបស់យើងហើយនឹងចុងក្រោយគឺមានពេលវេលាកំណត់ច្បាស់លាស់អញ្ចឹងនៅក្នុងសៀវភៅ GP Planner ណែនាំបងប្អូនឲ្យរៀបចំគោលដៅសម្រាប់រយៈពេល1ឆ្នាំប៉ុន្តែគោលដៅមួយចំនួនមិនត្រូវការប្រើពេលរហូតដល់ទៅ1ឆ្នាំទេយើងត្រូវការចំណាយពេលត្រឹមតែ1ត្រីមាសឬក៏2ត្រីមាសយើងនឹងសម្រេចហើយដូច្នេះសូមដាក់ពេលវេលាកំណត់យ៉ាងជាក់លាក់ចំណុចទី2ការជំរុញចិត្តតើអ្វីទៅដែលជួយជំរុញឲ្យទាំងអស់គ្នាអាចសម្រេចគោលដៅមួយនេះតើមានស្អីគេដែលជាចំណុចជំរុញនិងលើកទឹកចិត្តដល់អ្នកឲ្យសម្រេចគោលដៅមួយនេះចំណុចបន្ទាប់ការបោះជំហាននេះពិតជាសំខាន់មានន័យថាបើសិនជាយើងចង់សម្រេចគោលដៅអីមួយបងប្អូនត្រូវគិតថាតើខ្ញុំត្រូវចាប់ផ្ដើមនៅកន្លែងណាហើយស្អីគេទៅជា step ទី1 step ទី2និង step ទី3របស់ទាំងអស់គ្នាអញ្ចឹងសូមសរសេរចុះទី1ខ្ញុំត្រូវធ្វើអញ្ចេះទី2ខ្ញុំត្រូវធ្វើអញ្ចេះទី3ខ្ញុំត្រូវធ្វើអញ្ចេះដើម្បីឲ្យអាចសម្រេចគោលដៅដែលខ្ញុំនឹងធ្វើនឹងជាចុងក្រោយគឺរង្វាន់សម្រាប់ខ្លួនឯង
រង្វាន់សម្រាប់ខ្លួនឯងពិតជាសំខាន់នៅពេលដែលយើងជោគជ័យនៅលើគោលដៅរបស់យើងគួរតែឲ្យរង្វាន់មកកាន់ខ្លួនឯងដូច្នេះសូមគិតថាតើខ្ញុំនឹងផ្ដល់អ្វីសម្រាប់ខ្លួនឯងនៅពេលដែលខ្ញុំជោគជ័យនៅក្នុងគោលដៅរបស់ខ្ញុំផ្នែកបន្ទាប់នៅក្នុងសៀវភៅនេះគឺពាក់ព័ន្ធជាមួយនឹងប្រតិទិនហើយយើងបានរៀបចំប្រតិទិននេះពីខែ1រហូតដល់ខែ12តែម្ដងបើជាបងប្អូនមួយចំនួនឆ្ងល់ថាហេតុអីបានជានៅក្នុងនេះអត់មានដាក់លេខថ្ងៃទីដោយសារតែប្រតិទិនរបស់យើងគឺយើងអាចសៀវភៅនេះអាចប្រើសម្រាប់រាល់ឆ្នាំដូច្នេះយើងធ្វើតារាងប្រចាំខែដើម្បីឲ្យបងប្អូនអាចដាក់ថ្ងៃទីដោយខ្លួនឯងអញ្ចឹងបើសិនជាបងប្អូនទិញនៅឆ្នាំនេះបងប្អូនអាចយកទៅហើយដាក់ថ្ងៃទីដោយខ្លួនឯងថាចាប់ផ្ដើមថ្ងៃទី1គឺនៅថ្ងៃណាបងប្អូនអាចដាក់តាមហ្នឹងអញ្ចឹងទៅហើយនៅក្នុងប្រតិទិនប្រចាំខែនេះយើងមាននៅផ្នែកខាងឆ្វេងបើសិនបងប្អូនមើលគឺដាក់ថាកម្រងឬព្រឹត្តិការណ៍សំខាន់ត្រង់ចំណុចនេះបងប្អូនអាចសរសេរចុះនៅព្រឹត្តិការណ៍សំខាន់ដែលនឹងកើតមាននៅក្នុងខែនោះហើយបន្ទាប់ពីបងប្អូនសរសេរចុះហើយបងប្អូនអាចមករកមើលតើនៅថ្ងៃណាជាថ្ងៃដែលព្រឹត្តិការណ៍នោះនឹងកើតឡើងបងប្អូនអាចសរសេរចុះនៅក្នុងថ្ងៃនោះតែម្ដងក៏បានដែរបន្ទាប់ពីបងប្អូនបានរៀបចំប្រតិទិនប្រចាំឆ្នាំរបស់បងប្អូនរួចរាល់ហើយផ្នែកមួយទៀតនៅក្នុងសៀវភៅ GP Planner គឺផែនការប្រចាំត្រីមាសផែនការប្រចាំត្រីមាសគឺសំខាន់សម្រាប់បងប្អូនអាចនឹងរៀបចំគម្រោងសម្រាប់រយៈពេល3ខែខាងមុខថារយៈពេល3ខែខាងមុខបងប្អូននឹងចង់ធ្វើអីហើយអ្វីដែលបងប្អូនត្រូវធ្វើនិងរៀបចំគឺយើងអាចយកគោលដៅប្រចាំឆ្នាំរបស់យើងដែលយើងបានរៀបចំរួចជាស្រេចមកហើយនោះយកមកវាយតម្លៃថាមួយណាដែលយើងត្រូវធ្វើនៅក្នុងត្រីមាសនេះហើយបើសិនជាបងប្អូនវាយតម្លៃរួចរាល់ហើយថាចំណុច2ឬក៏គោលដៅ3ដែលយើងត្រូវយកមកអនុវត្តឬក៏យកដែលយើងត្រូវធ្វើឬក៏ដែលយើងត្រូវធ្វើនៅក្នុងត្រីមាសមួយនេះបងប្អូនអាចសរសេរចុះហើយប្រហែលជាគោលដៅមួយរបស់បងប្អូនដែលរៀបចំសម្រាប់រយៈពេល1ឆ្នាំត្រូវមានគោលដៅតូចផ្សេងទៀតដែលបងប្អូនត្រូវធ្វើនៅក្នុងត្រីមាសនោះដូច្នេះបងប្អូនអាចនឹងសរសេរចុះនៅក្នុងគោលដៅប្រចាំត្រីមាសថាតើ3ខែខាងមុខនេះខ្ញុំនឹងត្រូវសម្រេចបានអ្វីខ្ញុំត្រូវដើរដល់ជំហានណាផ្នែកបន្ទាប់នៅក្នុងសៀវភៅគឺពាក់ព័ន្ធជាមួយនឹងគោលដៅប្រចាំសប្តាហ៍គោលដៅប្រចាំសប្តាហ៍យើងដាក់គោលដៅធំ3ប្រចាំសប្តាហ៍បងប្អូនអាចគិតមើលថានៅក្នុងសប្តាហ៍នេះខ្ញុំត្រូវសម្រេចបានអីគេខ្លះគិតមើលគោលដៅធំសំខាន់3ដែលបងប្អូនត្រូវសម្រេចក្នុងសប្តាហ៍នេះសៀវភៅ Planner នឹងជួយបងប្អូនឲ្យគិតគូរវែងឆ្ងាយអំពីអ្វីដែលបងប្អូនត្រូវធ្វើអ្វីដែលបងប្អូនត្រូវទុកសិនដើម្បីជួយបងប្អូនក្នុងការសម្រេចគោលដៅរបស់បងប្អូនប្រចាំឆ្នាំបន្ទាប់ពីយើងរៀបចំគោលដៅទាំង3រួចរាល់ហើយនៅចំណុចខាងក្រោមមួយទៀតគឺជាទម្លាប់ប្រចាំសប្តាហ៍ការរៀបចំទម្លាប់នៅក្នុងជីវិតយើងពិតជាសំខាន់ដូច្នេះ GP Planner បានរៀបចំឲ្យមានទម្លាប់ទាំង7ទម្លាប់ទី1ការហាត់ប្រាណទី2របបអាហារទី3អានសៀវភៅទី4អធិដ្ឋានទី5ម៉ោងគេងទី6ទំនាក់ទំនងនិងចំណុចចុងក្រោយគឺពាក់ព័ន្ធជាមួយនឹងការចំណាយគឺហិរញ្ញវត្ថុរបស់បងប្អូនដូច្នេះសូមបានរៀបចំផែនការជាទម្លាប់ល្អនៅក្នុងសប្តាហ៍របស់បងប្អូនថាតើខ្ញុំត្រូវចំណាយលុយប្រមាណតើខ្ញុំត្រូវចំណាយរយៈពេលប្រមាណម៉ោងដើម្បីហាត់ប្រាណនៅក្នុងសប្តាហ៍នេះតើខ្ញុំត្រូវញ៉ាំទឹកប្រមាណលីត្រនៅក្នុងមួយថ្ងៃតើខ្ញុំត្រូវអានសៀវភៅមួយណាហើយគួរទៅដល់ទំព័រទីប្រមាណតើខ្ញុំគួរមានពេលអធិដ្ឋានទៅព្រះឬក៏យើងគួរមានពេលស្ងៀមស្ងាត់ផ្ទាល់ខ្លួនឬយ៉ាងណាតើម៉ោងគេងរបស់បងប្អូនយើងចាប់ផ្ដើមគេងពីម៉ោងប្រមាណហើយយើងក្រោកម៉ោងប៉ុន្មានអញ្ចឹងនេះនឹងជួយបងប្អូនឲ្យរៀបចំទម្លាប់ល្អជារៀងរាល់ថ្ងៃអញ្ចឹងខ្ញុំអាចឧទាហរណ៍សម្រាប់ផែនការប្រចាំសប្តាហ៍របស់បងប្អូនឧទាហរណ៍ទី1ចងចាំពាក្យចំនួន15ពាក្យបើជាបងប្អូនមួយចំនួនរៀនភាសាអង់គ្លេសអញ្ចឹងយើងអាចកំណត់ថាគោលដៅប្រចាំសប្តាហ៍នេះខ្ញុំនឹងចាំ15ពាក្យទី2បងប្អូនមួយចំនួនអាចនឹងរៀនផ្នែកជំនាញពីព្រោះនៅក្នុងសាលា SOMD យើងរៀនជំនាញដូច្នេះទី2អាចយើងដាក់ថាចប់កាត់វីដេអូចំនួន2ឬក៏ការកាត់វីដេអូឲ្យបានរួចរាល់ចំនួន2វីដេអូ
ដូច្នេះនេះជាគោលដៅមួយល្អប្រសើរដែលបងប្អូនអាចនឹងដាក់ហើយចំណុចចុងក្រោយគឺថាទទួលបានថវិកាចំនួន$5ឬ$10ឬក៏ថាសប្តាហ៍នេះខ្ញុំនឹងរកចំណូលឲ្យបាន$50ទី3ទទួលចំណូល$25ទម្លាប់ប្រចាំសប្តាហ៍របស់ទាំងអស់គ្នាអញ្ចឹងទម្លាប់ទី1យើងអាចមើលជាមួយនឹងគ្នាពាក់ព័ន្ធជាមួយនឹងការហាត់ប្រាណយើងអាចដាក់ថាហាត់4ម៉ោងក្នុងមួយសប្តាហ៍ចាប់ពីម៉ោង6:30នាទីរហូតដល់ម៉ោង7:30នាទីអញ្ចឹង4ដងក្នុងមួយសប្តាហ៍ម៉ោង6កន្លះដល់ម៉ោង7កន្លះរបបអាហារខ្មែរយើងទម្លាប់នៃការគិតអំពីកាឡូរីការគិតអំពីប្រូតេអ៊ីនការគិតអំពីសារធាតុចិញ្ចឹមផ្សេងយើងមិនសូវបានគិតទេប្រហែលទេដូច្នេះឲ្យស្រួលយល់យើងគិតថាតើយើងហូបបាយប្រហែលបើសិនជាឧទាហរណ៍ថាគោលដៅរបស់យើងចង់ឡើងគីឡូហើយបើសិនជាយើងអត់សូវហូបឬក៏អត់បានគិតថាយើងគួរហូបប្រហែលប្រហែលជាគោលដៅសម្រាប់ឡើងគីឡូហ្នឹងมันអាចដល់ទេឬក៏គោលដៅបងប្អូនមួយចំនួនស្រកគីឡូអញ្ចឹងរបបអាហារពិតជាសំខាន់អញ្ចឹងបងប្អូនអាចប្រហែលជាអាចដាក់ថាយើងហូបបាយរៀងរាល់ពេលមួយពេល2ចានហើយញ៉ាំទឹកចំនួន3លីត្រក្នុងមួយថ្ងៃការអានយើងអាចដាក់ថាខ្ញុំនឹងបញ្ចប់ការអានសៀវភៅទម្លាប់ទាំង7យ៉ាងរបស់បុគ្គលជោគជ័យការអធិដ្ឋានបងប្អូនគួរតែកំណត់លើ topic ឬប្រធានបទដែលបងប្អូនចំណាយពេលក្នុងការអធិដ្ឋានឧទាហរណ៍ខ្ញុំនឹងយកពេលអធិដ្ឋានសម្រាប់ទីស្នាក់ការ YWAM នៅប្រទេសឥណ្ឌូនេស៊ីជានឹងជាគោលដៅមួយល្អដែលយើងដាក់រយៈពេលពេញមួយសប្តាហ៍ខ្ញុំនឹងចំណាយពេលក្នុងការអធិដ្ឋានសម្រាប់ប្រទេសឥណ្ឌូនេស៊ីម៉ោងគេងតើបងប្អូនចង់គេងមានកម្រងគេងប្រហែលម៉ោងតើរូបកាយរបស់យើងត្រូវការរយៈពេលប្រហែលម៉ោងដើម្បីស្ដារថាមពលយើងឡើងវិញមនុស្សមួយចំនួនត្រូវការពេល6ម៉ោងមនុស្សមួយចំនួនត្រូវការពេល7ម៉ោងហើយមនុស្សមួយចំនួនត្រូវការ8ម៉ោងហើយបើសិនជាលើសពីហ្នឹងមានន័យថារាងកាយរបស់យើងមិនត្រូវការដល់ថ្នាក់នោះទេគឺយើងមិនចង់ក្រោកដូច្នេះកម្រងក្នុងការគេងយើងដាក់គេង7ម៉ោងក្នុងមួយថ្ងៃចូលគេងម៉ោង10:30នាទីហើយភ្ញាក់ម៉ោង5:30នាទីអញ្ចឹងសរុបទៅ7ម៉ោងពាក់ព័ន្ធជាមួយនឹងទំនាក់ទំនងតើសប្តាហ៍ហ្នឹងយើងមានកម្រងចង់ទំនាក់ទំនងជាមួយនរណាគេចង់កសាងទំនាក់ទំនងជាមួយនរណាគេអាចនឹងសរសេរឈ្មោះពួកគាត់ចូលមកក្នុងតារាងទម្លាប់របស់យើងចំណុចចុងក្រោយការចំណាយបើសិនជាសប្តាហ៍ហ្នឹងបងប្អូនមានកម្រងក្នុងការរៀបចំប្រាក់ការចំណាយយើងអាចកំណត់ខ្លួនឯងថាតើសប្តាហ៍នេះខ្ញុំគួរចាយប្រមាណចំណាយឲ្យតិចជាងខែមុន$50ឬក៏យើងដាក់ថាសប្តាហ៍នេះខ្ញុំចង់ចំណាយក្រោម$50បន្ទាប់ពីបងប្អូនរៀបចំកម្រងប្រចាំសប្តាហ៍រួចរាល់ហើយយើងចូលមកដល់កាលវិភាគប្រចាំថ្ងៃម្ដងនៅក្នុងការវិភាគប្រចាំថ្ងៃយើងមានពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យរៀងរាល់ថ្ងៃចំណុចទី1យើងមានកម្រងការអានព្រះគម្ពីរសម្រាប់បងប្អូនប្រសិនបើបងប្អូនគ្មានកម្រងក្នុងការអានព្រះគម្ពីរទេនៅក្នុងសៀវភៅ Planner បានបង្ហាញបងប្អូនអំពីកម្រងនៃការអានព្រះគម្ពីរមានន័យថារយៈពេល1ឆ្នាំដែលបងប្អូនប្រើប្រាស់សៀវភៅនេះហើយបងប្អូន follow ទៅតាមរបៀបការណែនាំនៅក្នុងសៀវភៅ GP Plannerបងប្អូននឹងអានព្រះគម្ពីរចប់ម្ដងនៅក្នុងមួយឆ្នាំហើយនៅខាងក្រោមនៃគម្រោងអានព្រះគម្ពីរគឺជាកន្លែងចន្លោះសម្រាប់បងប្អូនសរសេរ note នៅអ្វីដែលបងប្អូនរៀនបាននៅក្នុងពេលវេលាដែលបងប្អូនអានព្រះគម្ពីរហ្នឹងនៅខាងក្រោមនៃគម្រោងអានព្រះគម្ពីរបងប្អូនអាចសរសេរចុះនៅអ្វីដែលបងប្អូនរៀនបានតាមរយៈការអានព្រះបន្ទូលនៅថ្ងៃនេះចំណុចបន្ទាប់ជាគោលដៅសំខាន់3ដែលបងប្អូនត្រូវធ្វើនៅក្នុងថ្ងៃនេះតើថ្ងៃនេះបងប្អូនមានកម្រងចង់ធ្វើអីតើអ្វីដែលបងប្អូនត្រូវការសម្រេចបន្ទាប់មកយើងមានកិច្ចការផ្សេងមានន័យថាចំណុចសំខាន់3គឺយើងត្រូវតែធ្វើមិនធ្វើមិនបានប៉ុន្តែចំណុចផ្សេងជាចំណុចបន្តបន្ទាប់ដែលនៅពេលដែលយើងធ្វើកិច្ចការងារទាំង3របស់យើងរួចរាល់ហើយយើងអាចមកធ្វើកិច្ចការងារផ្សេងហ្នឹងបន្តទៀតបន្ទាប់មកនៅចំណុចកណ្ដាលគឺនិយាយអំពីទម្លាប់ជានៅក្នុងនេះយើងមានចំនួន5ចំណុចដែលបងប្អូនអាចនឹងគូសសញ្ញាគ្រីសឬក៏មិនគ្រីសទៅតាមការអនុវត្តជាក់ស្ដែងរបស់បងប្អូនតើបងប្អូនបានហាត់ប្រាណឬទេនៅថ្ងៃនេះតើបងប្អូនបានញ៉ាំទឹកគ្រប់គ្រាន់ដែរទេនៅថ្ងៃនេះតើមានបានចំណាយពេលក្នុងការអានសៀវភៅឬទេតើបងប្អូនបានដាក់ពេលក្នុងការអធិដ្ឋានឬយ៉ាងណាចំណុចចុងក្រោយ
តើការចំណាយរបស់បងប្អូនស្របទៅតាមគម្រោងការដែលបងប្អូនបានចំណាយឬអត់បើសិនជាបងប្អូនបានធ្វើនៅចំណុចទាំង5នេះសូមបានគ្រីសនៅត្រង់ចំណុចនេះផ្នែកខាងស្ដាំនៃគម្រោងប្រចាំថ្ងៃរបស់យើងគឺជាកាលវិភាគប្រចាំថ្ងៃកាលវិភាគប្រចាំថ្ងៃយើងបានកំណត់ចាប់ពីម៉ោង6រហូតដល់ម៉ោង10គឺជាពេលវេលាសមល្មមដែលបងប្អូនក្រោកពីគេងហើយនិងបងប្អូនចូលគេងទៅវិញដូច្នេះសូមសរសេរនៅព្រឹត្តិការណ៍សំខាន់នៅក្នុងថ្ងៃនោះដែលបងប្អូនមានគម្រោងនឹងធ្វើដូចជាពេលព្រឹកចំណាយពេលជាមួយនឹងព្រះម៉ោង 8:30 នាទីថ្វាយបង្គំបន្ទាប់មកយើងប្រជុំជាមួយនឹងក្រុមតាមផ្នែករបស់យើងសូមបានសរសេរចុះនៅគម្រោងការទាំងអស់នោះដាក់នៅក្នុងសៀវភៅមួយនេះហើយក្រោយពេលដែលបងប្អូនសរសេររួចរាល់ហើយផែនការទាំងអស់នឹងជាផែនការដែលបងប្អូននឹងត្រូវធ្វើនៅថ្ងៃនោះ